សូមជូនរឿងស្នេហ៍ធ្លាក់ពីលើមេឃភាគទី9គ្រោះកម្មបំបែកស្នេហ៍សំឡេងរថយន្តមួយគ្រឿងកំពុងបរនៅលើផ្លូវស្ងាត់អមដោយព្រៃឈើសងខាងក្នុងវេលាយប់កណ្ដាលអាធ្រាត្រសំឡេងអ្នកបើករថយន្តម្នាក់ក៏បន្លឺឡើងនេះឲ្យបងសុំទោសផងណាអូនដែលពុំបាននាំអូននៅដើរលេងកម្សាន្តនៅទីនេះឲ្យបានយូរដោយសារតែនៅបន្ទាយរបស់បងមានភារកិច្ចសំខាន់ត្រូវបំពេញជាបន្ទាន់តែលើកក្រោយបងនឹងនាំនេះមកលេងទីនេះទៀតណាហើយយើងនឹងហែទឹកតែពីរអ្នកទៀតណានេះគេនិយាយហើយលាដៃម្ខាងចេញពីចង្កូតឡានមកត្រកងដៃនារីរុកស្រស់រួចយកមកថើបថ្នមនាងក្រមុំញញឹមបែបអៀនថ្ពណ៌ក្រហមដូចជាស្រទាប់ផ្កាកុលាបរួចក៏និយាយថាសម្ដីផ្អែមណាស់ណបងឆៃនេះគួរឲ្យទុកចិត្តដែរទេសម្ដីបងផ្អែមពិតមែនតែផ្អែមតែជាមួយនីរបស់បងតែម្នាក់គត់ទេណាអូនអាចទុកចិត្តបានកុំបារម្ភអីសុកស្រាប់តែមានសំឡេងគ្រាប់កំភ្លើងបន្លឺឡើងបន្តកន្ទុយគ្នារថយន្តរបស់ឆៃចាប់ផ្ដើមរះចង្កូតដោយសារតែកង់រថយន្តរបស់គេត្រូវបានបាញ់បំបែកពុំអាចគ្រប់គ្រងស្ថានភាពរបស់រថយន្តបាននោះទេរថយន្តរបស់គេបានរេបុកគល់ឈើមួយយ៉ាងដំណំផ្នែកខាងមុខកំពិតបែកគ្មានសល់កញ្ចក់វិញបែកខ្ទេចរាយប៉ាយពេញនឹងក្បាលរបស់ឆៃបានទ្រពទៅលើពងសុវត្ថិភាពគេស្ទុះងើបឡើងងាកមកមើលនេះដែលកំពុងដេកសន្លប់នៅក្នុងឡានគេយកដៃអង្រួននាងនេះអូនកុំកើតអីអសោះណានេះស្ងាត់គ្មានសំឡេងឆ្លើយតបស្រាប់តែមានគ្រាប់កាំភ្លើងមួយទៀតបន្លឺឡើងឆៃស្ទុះបាក់ឃ្លុបក្នុងរថយន្តរបស់គេទាញយកកាំភ្លើងខ្លីមកសៀតនឹងចង្កេះរួចអ៊ីវនេះរត់ចេញពីក្នុងឡានមួយនេះឆៃរត់សម្ដៅទៅក្នុងព្រៃហើយក្រុមមនុស្ស3នាក់ប្រដាប់ដោយកាំភ្លើងខ្លីរត់ដេញបាញ់ពួកគេពីក្រោយឆៃឆ្លៀតងាកមកបាញ់តដៃជាមួយពួកគេឲ្យត្រូវរបួសត្រង់កដៃនិងជើងបានចំនួន2នាក់នៅសល់តែម្នាក់ទៀតតែប៉ុណ្ណោះដែលតាមគេមិនព្រមឈប់តតែសោះតើគេម្នាក់នោះជានរណាហេតុអ្វីបានជាមានគំនិតគុំគួនចង់ប្រហារជីវិតរបស់គូស្នេហ៍មួយគូនេះខ្លាំងម្ល៉េះបរិសម្នាក់នោះមានថ្វីដៃនៅក្នុងការប្រើប្រាស់កាំភ្លើងខ្លាំងដូចជាអ្នកអាជីពសមត្ថភាពឆៃនិងបរិសម្នាក់នោះប្រហាក់ប្រហែលនឹងគ្នាពិបាករកឈ្នះចាញ់ខ្លាំងណាស់ឯឆៃដៃកាន់កំភ្លើងផងខ្លួនអ៊ីវនេះជាប់នឹងខ្នងផងក៏ឆ្លៀតហៅឈ្មោះនាងជាប់មាត់ដើម្បីដាស់នាងឲ្យមានស្មារតីឡើងវិញតែនេះនៅតែសន្លប់ស្ដុកស្ដឹងមិនដឹងខ្លួនតតែសោះទុកជន់លើទុកគេបានបាញ់ឆៃត្រូវចំស្មាខាងឆ្វេងចំនួន2គ្រាប់បាញ់ឈាមឆ្វាយឯឆៃវិញក៏ឆ្លៀតបាញ់គេចំដៃខាងឆ្វេងមួយគ្រាប់ផងដែរតែយ៉ាងណាឆៃនៅតែខំបន្តទៅមុខទៀតរហូតដល់ផ្លូវតលមួយដែលនៅមាត់ជ្រោះបុរសម្នាក់នោះសើចខ្លាំងរួចក៏និយាយថាអាឆៃថ្ងៃអវសានរបស់ឯងមកដល់ហើយណារុងសំលេងឆៃឧទានតិច
ស្រឡាំងកាំងនិងវត្តមានអ្នកតាមផ្ដន់ទាជីវិតរបស់គេ មែនហើយគឺយើងថ្ងៃនេះឯងត្រូវតែសងបំណុលឈាមគ្រួសាររបស់យើងនិងស្នេហារបស់យើងមកវិញណារងឯងឈប់ឈ្មោះទៅបានទេឈប់គិតថាការស្លាប់របស់ប៉ាឯងពាក់ព័ន្ធនឹងគ្រួសាររបស់យើងទៀតទៅគឺគ្រួសាររបស់ឯងជាអ្នកសម្លាប់ប៉ារបស់យើងបំណុលដោយប៉ារបស់យើងមានលទ្ធភាពសងសោះប៉ុន្តែគ្រួសារចង្រៃរបស់ឯងដាក់សម្ពាធរឹបអូសអ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យប៉ារបស់យើងធ្លាក់ខ្លួនវេទនារហូតដល់សម្លាប់ខ្លួនបែបនេះបន្ទាប់ពីសម្លាប់ឯងហើយយើងនឹងបំផ្លាញគ្រួសារឯងឲ្យខ្ទេចញុញីរលាយហិនហោចដូចជាអ្វីដែលយើងធ្លាប់ឆ្លងកាត់រាប់រយលានដងគ្រួសាររបស់យើងមិនបានធ្វើបែបនេះទេហើយប៉ារបស់ឯងក៏មិនមែនចម្ពាក់បំណុលតែគ្រួសារយើងតែម្នាក់នោះឡើយបិទមាត់ឯងគួរតែស្លាប់តាំងពីយើងកាត់ខ្សែឆាត់យោងនោះមកម្លេះតែមិនអីទេលើកនេះទុកឲ្យយើងជាអ្នកសម្លាប់ឯងផ្ទាល់ដៃទៅចុះសំឡេងក្របកាំភ្លើងបន្លឺឡើងសំឡេងស្រែករបស់បុរសម្នាក់ក្នុងចំណោមពួកគេទាំងពីរគឺឯងជាអ្នកបង្ខំយើងទេសំឡេងឆៃឧទានតិចតិចនៅក្នុងចិត្តក្រោយពីបានរហ័សដៃបាញ់ចំកដៃស្ដាំរបស់ណារុងរហូតរបូតកំភ្លើងចេញពីដៃរបស់គេនិងមួយគ្រាប់ទៀតបាញ់ចំកជើងរបស់គេដែលធ្វើឲ្យគេដេកដួលរមួលពេញដីអ្នកកំឡោះឆ្លៀតដាស់សតិនាងក្រមុំដែលកំពុងនៅលើខ្នងរបស់ខ្លួនឲ្យភ្ញាក់ឡើងនេះចាប់ផ្ដើមបើកភ្នែករឹមរឹមសម្លឹងមើលទស្សនភាពនៅជុំវិញខ្លួនរាងកាយរបស់នាងប្រឡាក់សត្វឈាមរបស់ឆៃដែលហូរចេញពីរបួសស្មាខាងឆ្វេងរបស់គេនាងប្រញាប់ចុះពីលើខ្នងឆៃទាំងស្លន់ស្លោហើយនិយាយទាំងញ័រមាត់ថាបងឆៃបងយ៉ាងម៉េចហើយស្មារបស់បងហូរឈាមខ្លាំងណាស់នេះមានរឿងអ្វីកើតឡើងទៅឆៃដាក់ខ្លួនអង្គុយចុះព្រោះប្រមូលកម្លាំងតស៊ូជាមួយសត្រូវនឹងការពៀននេះអស់បាត់ទៅហើយគេញញឹមចុងមាត់ទាំងទឹកមុខស្លេកស្លាំងជាខ្លាំងកុំខ្លាចអីនេះអូនមានសុវត្ថិភាពហើយនេះស្ទុះមកដាក់ខ្លួនអង្គុយគ្រាឆៃទាំងទឹកភ្នែកស្រក់ហូរដាបថ្ពាល់នេះឆៃទន្ទិញឈ្មោះនាងមិនដាច់ពីមាត់បងឆៃបងកុំកាត់អីឲ្យសោះណាក្រែងបងថាស្រឡាញ់អូននោះអីបងមិនចង់ដឹងចម្លើយរបស់អូនទេមែនទេគឺអូនក៏ស្រឡាញ់បងដូចគ្នាដែរបងកុំទៅចាអូនណាពេលបានឮចម្លើយស្នេហ៍ចេញពីនារីជាទីស្រឡាញ់របស់ខ្លួនហើយឆៃរំភើបញាប់ញ័រពេញដើមទ្រូងទាំងខ្លួនរបស់គេគ្មានកម្លាំងកំហែងសោះគេលុកចាប់ដៃរបស់នាងយកមកថើបហើយក៏និយាយថាបងនឹងតស៊ូដណ្ដើមយកជីវិតមកវិញដើម្បីរស់នៅជាមួយនឹងអូនណានីនិយាយបានប៉ុណ្ណេះឆៃក៏ស្ងាត់មាត់ជ្រាបនេះស្រែកទ្រហោយំខ្លាំងស្ទើរបែកព្រៃដឹងហើយឈ្មោះឆៃទស្សនភាពនៅក្នុងមន្ទីរពេទ្យពោពេញទៅដោយភាពសោកសង្រេងជាខ្លាំងឆៃត្រូវបានគ្រូពេទ្យរុញចូលបន្ទប់សង្គ្រោះបន្ទាន់បន្សល់ទុកឲ្យនេះនៅអង្គុយយំម្នាក់ឯងនៅមាត់ទ្វារបន្ទប់មួយសន្ទុះក្រោយមកសំឡេងឈូឆរចេញពីសម្រឹបជើងមនុស្សមួយក្រុមដើរប្រដេញគ្នាលេចវត្តមានក្រុមគ្រួសារវិរៈឆៃនៅចំពោះមុខពេជ្ជនីលោកស្រីទេវីមានទឹកមុខស្លេកស្លាំងឆ្លេឆ្លា
ស្ទុះមកសួរពេជ្ជនីនេះបងប្រុសឯងយ៉ាងម៉េចហើយហើយដើម្បីបានជាមានរឿងនេះកើតឡើងអ្នកណាជាអ្នកធ្វើគាត់និយាយទាំងទឹកភ្នែកស្រក់ម៉ាត់តក់ស្លុតនឹងទិដ្ឋភាពបែបនេះណាពេជ្ជនីដែលមានឈាមហូរជាប់នឹងមុខនៅឡើយត្រហូរយំព្រោះមិនដឹងថាត្រូវរៀបរាប់បែបណាទេពធវរៈឆៃកូនប្រុសម្ដាយសូមទេវតាជួយកូនប្រុសរបស់ខ្ញុំផងវីរៈរិទ្ធនិងលោកវីរៈមានទឹកមុខស្រពប់ស្រពោនមិនខុសពីលោកស្រីទេវីនោះឡើយគ្រាន់តែខ្លួនជាមនុស្សប្រុសមិនអាចបញ្ចេញអារម្មណ៍មួយនេះបានរិទ្ធស្ទុះមកនិយាយជាមួយនឹងនេះខ្ញុំគិតថានាងគួរតែទៅលេងលបួសសិនទៅចាំមកវិញណានេះដែលកំពុងយំគគ្រោកព្រួយបារម្ភពីអាយុជីវិតរបស់ឆៃលេងដឹងខ្លួនឈឺជាទៀតហើយនាងក្រវីក្បាលហើយក៏និយាយថាខ្ញុំមិនអីទេរិទ្ធខ្ញុំចង់នៅទីនេះខ្ញុំចាំជួបបងឆៃសុកក៏ស្រាប់តែលេខវត្តមានអាលីនិងលោកជ័យម៉ាលីនៅក្នុងមន្ទីរពេទ្យអាលីស្ទុះរត់ទៅលួងលោមម្ដាយគូដណ្ដឹងរបស់ខ្លួនទាំងទឹកភ្នែករលេងរលោងម៉ាក់មីងគង់ឆៃប្រកាសជាមិនអីទេណាអាលីមីងបារម្ភពីឆៃខ្លាំងណាស់មិនដឹងថាឆៃឈឺចាប់ប៉ុណ្ណាទេលោកស្រីទេវីយំឡើងទន់ខ្លួនផ្អែកលើអាលីលោកយាយម៉ាលីដាក់ខ្លួនអង្គុយជិតនេះទាំងទឹកមុខក្រៀមក្រំលើកដៃប្រណម្យបន់វត្ថុស័ក្តិសិទ្ធិទេវតាឲ្យជួយសង្គ្រោះជីវិតឆៃរួចងាកមកមើលមុខនេះដែលកំពុងយំខ្សឹបខ្សួរនៅចិត្តខ្លួនគាត់បានដាក់ភ្នែកមើលរបួសនៅលើក្បាលរបស់នេះសុកក៏ផុតភ្នែកប្រទះនឹងខ្សែកមួយខ្សែដែលមានបន្តោងឈ្មោះនៅនឹងលើករបស់នេះលោកយាយម៉ាលីបើកភ្នែកធំដោយភាពភ្ញាក់ផ្អើលចាប់ផ្ដើមញ័រមាត់ខុសប្រក្រតីនេះយាយមានរឿងសំខាន់មួយចង់សួរចៅបន្តិចតើបានទេក្នុងពេលអាសន្នមានទុក្ខពេលឮសំណួរបែបនេះធ្វើឲ្យនេះភ្ញាក់ផ្អើលឆ្ងល់ថាតើមានសំណួរអ្វីដែលត្រូវសួរនាងសំខាន់ជាងសុខទុក្ខរបស់ឆៃទៀតមែនទេនេះមិនបានប្រកែកទេនាងព្យាយាមជូតទឹកភ្នែកហើយងក់ក្បាលតិចងើបដើរតាមដំណើរនាំផ្លូវរបស់លោកយាយម៉ាលីពុទ្ធោពេជ្ជនីចៅស្រីកំសត់របស់យាយទិដ្ឋភាពបានបង្ហាញឲ្យឃើញលោកយាយម៉ាលីអោបនីទាំងទឹកភ្នែកហូរដូចទឹកបាក់ទំនប់ក្នុងដៃគាត់មានកាន់ខ្សែកតូចឆ្មាមួយរបស់នីដែលមានបន្តោងឈ្មោះថាពេជ្ជនាក្រោយពីនេះបានរៀបរាប់ដំណើរដើមតងសាវតារបស់នាងទាំងអស់ធ្វើឲ្យលោកយាយម៉ាលីបានដឹងច្បាស់ថានាងជាកូនរបស់កូនស្រីពៅរបស់គាត់ដែលមានឈ្មោះថាពេជ្ជនាដែលជួបឧបទ្ទវហេតុធ្លាក់យន្តហោះនៅក្នុងព្រៃក្រាស់កាលពីជិត20ឆ្នាំមុនមកម្លេះទីបំផុតនេះបានរកគ្រួសារម្ដាយរបស់នាងឃើញហើយដែលលោកយាយម៉ាលីជាលោកយាយបង្កើតរបស់នាងចំណែកឯអាលីជាបងស្រីជីដូនមួយរបស់នាងតើស្នេហារវាងពេជ្ជនីនិងវីរៈឆៃនឹងទៅជាយ៉ាងណាពន្លឺភ្លើងអំពូលម៉ែតចាំងផ្លាតពេញបន្ទប់បានបង្ហាញឲ្យឃើញទិដ្ឋភាពបុរសម្នាក់កំពុងដេកស្ដុកស្ដឹងនៅលើគ្រែពេទ្យ
មានស្នាមរបួសរំពីស្មាខាងឆ្វេងមកពត់កាត់ដើមទ្រូងនិងនៅនឹងខ្នងដៃរបស់គេមានព្យួរសារងត្របកភ្នែករបស់អ្នកកំឡោះចាប់ផ្ដើមកំរើកបន្តិចម្ដងសម្លឹងឃើញទស្សនភាពនៅជុំវិញខ្លួនក្នុងសភាពនៅព្រាលនៅឡើយបច្ចុប្បន្នកែវភ្នែកមិនទាន់បើកឡើងស្រួលបួលផងប៉ុន្តែបបោមាត់របស់អ្នកហាឡើងឧទានឈ្មោះនារីជាទីស្រឡាញ់របស់ខ្លួនមុនបាត់ទៅហើយឆៃកូនដឹងខ្លួនហើយមែនទេលោកស្រីទេវីស្ទុះរត់មកមើលកូនប្រុសបណ្ដោចិត្តរបស់ខ្លួនដោយអារម្មណ៍រំភើបទឹកភ្នែកហូររលីងរលោងចាប់ដៃខាងស្ដាំរបស់កូនមកក្រសោបឆៃចាប់ដើមភ្ញាក់ស្មារតីឡើងវិញរួចនិយាយតិចតបទៅកាន់អ្នកមានកូនរបស់ខ្លួនថាម៉ាក់កូនអស់អីហើយម៉ាក់កុំយំអីណារិទ្ធនិងលោកវិរៈស្ទុះមកមើលស្ថានភាពរបស់ឆៃដែរពួកគេញញឹមត្រេកអរដែលឆៃបានរួចជីវិតពីគ្រូកាចមួយនេះក្នុងបរិយាកាសដ៏ល្អប្រសើរឡើងវិញមួយនេះអ្នកបែរជាមិនឃើញវត្តមាននាងក្រមុំរបស់យើងតតែសោះគេរេភ្នែកចុះឡើងហាក់បីដូចជាសង្ឃឹមថានាងនឹងលេចវត្តមាននៅចំពោះមុខអ្នកលោកវិរៈបាននាំភរិយាធ្វើត្រឡប់ទៅភូមិគ្រឹះវិញដោយសារលោកស្រីទេវីមិនបានសម្រាកជាច្រើនថ្ងៃមកហើយបន្សល់ទុកឲ្យរិទ្ធនៅមើលថែទាំឆៃជំនួសវិញអ្នកកំឡោះឆៃកំពុងគេងនៅលើគ្រែចំណែកឲ្យប្អូនប្រុសកំពុងអង្គុយនៅលើសាឡុងចុចទូរស័ព្ទគិនគ្រែរបស់ខ្លួនក្រោយពីឆៃគេងសម្លឹងមើលពីដានបន្ទប់រោគចម្លើយសម្រាយមិនតល់ខ្លួនមិនទាន់ឃើញពីអវត្តមានរបស់ពេជ្ជនីគេក៏ដាច់ចិត្តសួរទៅកាន់រដ្ឋថាតាំងពីបងដឹងខ្លួនឡើងវិញមកបងដូចជាមិនឃើញពេជ្ជនីសោះតើនាងរងរបួសត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យនេះដែរមែនទេរិទ្ធគឺខ្ញុំភ្លេចប្រាប់បងនាងបានរកឃើញគ្រួសាររបស់ម៉ាក់នាងហើយណាឆៃជ្រួញចិញ្ចើមមិនយល់ថាមានរឿងអ្វីខ្លះកើតឡើងក្នុងកំឡុងពេលដែលខ្លួនបាត់បង់ស្មារតីប៉ុន្មានថ្ងៃនេះសោះបងដូចជាមិនយល់សោះតើរឿងនេះអាចទៅរួចដោយរបៀបណាទៅគឺនេះត្រូវជាកូនស្រីរបស់អ្នកមីងបច្ចនាហើយអ្នកមីងបច្ចនាត្រូវជាកូនរបស់លោកយាយម៉ាលីនោះអីបងការពិតឆៃគួរតែសប្បាយចិត្តដែលនេះបានរកគ្រួសាររបស់នាងឃើញប៉ុន្តែគេធ្លាក់ថ្លើមក្ដុកចំពោះដំណឹងមួយនេះព្រោះមានន័យថានីនិងអាលីត្រូវជាបងប្អូនជីដូនមួយនឹងគ្នាបែបនេះអ្នកបានយល់ហើយហេតុអ្វីនេះលែងបង្ហាញវត្តមាននៅចំពោះមុខគេទៀតតើបញ្ហាស្មុគស្មាញមួយនេះត្រូវដោះស្រាយដោយរបៀបណានេះប្រកាសជាមិនអាចទទួលយកក្តីស្រឡាញ់ពីគូដណ្ដឹងរបស់បងស្រីជីដូនមួយខ្លួនបាននោះទេព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺរះដេដាស់ពេញផ្ទៃមេឃផ្កាចម្រុះពណ៌បន្សាយភាយក្លិនក្រអូបពេញបរិវេណមន្ទីរពេទ្យសំឡេងបើកទ្វារបន្ទប់ក៏បានបន្លឺឡើងលេចវត្តមាននារីដ៏ស្រស់ស្អាតម្នាក់សម្បល់សសក់ខ្លីប្រះស្មារងឈុតរោគដៃប៉ោងពោផ្ទៃមេឃត្រឹមជង្គង់ក្នុងដៃស្ដាំមានយូកន្ត្រកផ្កានិងនៅក្នុងដៃឆ្វេងមានយូស្រៈពីរជាន់មួយជាប់នឹងដៃអរគុណរិទ្ធដែលបានបើកទ្វារឲ្យបងណាបានមិនអីទេបងអាលីអញ្ចឹងខ្ញុំសុំទៅក្រៅសិនហើយណាបងជួយមើលបងឆៃផងអាលី
ញញឹមពព្រាយហើយងក់ក្បាលដាក់រឹតមុននឹងគេចាក់ចេញពីបន្ទប់មួយនេះឆៃស្ទុះអភើតព្រោះឮសំឡេងមនុស្សស្រីនៅមាត់ទ្វារបន្ទប់អ្នកកំឡោះប្រញាប់ងាកមើលអត្តសញ្ញាណម្ចាស់សំឡេងតែបែរជាទម្លាក់ទឹកមុខចុះព្រោះមិនមែនជានារីដែលខ្លួនរងចាំមើលផ្លូវនោះទេអាលីដាក់កន្ត្រកផ្កានៅលើតុក្បាលគ្រែហើយដាក់ចានស្រាក់នៅលើតុអាហារបន្ទាប់មកដាក់ខ្លួនអង្គុយនៅលើកៅអីជិតគ្រែកេងរបស់ឆៃសួស្តីបងឆៃបងបានធូរស្រាលច្រើនហើយឬនៅនឹងឆៃញញឹមស្ងួតស្វាគមន៍គូដណ្ដឹងរបស់ខ្លួនសួស្តីអូនអាលីបងបានប្រសើរច្រើនហើយណាអូនកុំបារម្ភអីអូនជូនពរឲ្យបងឆាប់ជាណានេះនិយាយដោយចាប់ដៃស្ដាំរបស់ឆៃនិយាយអញ្ចឹងបងឃ្លានឬនៅនឹងថ្ងៃនេះអូនបានយកបបរគ្រឿងមកផ្ញើបងណាចង់សាក់ដែរទេនិយាយរួចនាងប្រញាប់បើកស្រាក់យកបបរដែលមាននៅក្នុងនោះមកបញ្ចុកឆៃមិនអីទេបងអាចញ៉ាំខ្លួនឯងបានណាលីកុំពិបាកបញ្ចុកបងអីបងអាចអនុញ្ញាតឲ្យអូនធ្វើដើម្បីបងផងតើបានទេទោះក្នុងនាមជាអ្វីក៏ដោយអាលីនិយាយទាំងមុខស្ងួតឆៃពិបាកនឹងបដិសេធចំពោះនាងណាស់ព្រោះនាងជាមនុស្សមានទឹកចិត្តល្អស្លូតបូតសម្រាប់អ្នកតាំងតែពីដើមមកគេក៏ងើបអង្គុយហើយយល់ព្រមឲ្យនាងបញ្ចុកអាហារពេលព្រឹកមកកាន់គេបងមិនដែលដឹងសោះថាអាលីចេះចម្អិនបបរគ្រឿងឆ្ងាញ់បែបនេះអាលីសើចរំភើបចិត្តនឹងពាក្យសរសើររបស់បុរសជាទីស្រឡាញ់របស់ខ្លួនរួចក៏និយាយតបគឺអូនខំរៀនចម្អិននឹងណាបងកុំឲ្យបងថាអូនមិនដែលចេះធ្វើម្ហូបសោះបងមិនដែលថាទេអាលីគឺបងការខ្លាចបងថានឹងហើយបើឆ្ងាយអញ្ចឹងបងខំញ៉ាំឲ្យអស់ទៅណាអាំងមានកម្លាំងឆាប់ជាណាភាពស្និទ្ធស្នាលរបស់អាលីនិងឆៃបានស្ថិតនៅក្នុងក្រសែភ្នែករបស់នីដែលកំពុងលបមើលពួកគេតាមប្រឡោះទ្វារកញ្ចក់នាងញញឹមទាំងទឹកភ្នែកស្រក់តក់តក់តែក៏ព្យាយាមជូតទឹកភ្នែកនាងហើយប្រញាប់ចាក់ចេញពីទីនេះមិនឲ្យឆៃបានជួបនឹងវត្តមាននាងនោះទេក្រោយពីស្រស់ស្រូបអាហារពេលព្រឹករួចរាល់ឆៃឆ្លៀតនិយាយមកកាន់អាលីទាំងញញឹមស្ងួតថាបងចូលរួមអបអរសាទរផងអាលីដែលបានជួបជុំសមាជិកគ្រួសារថ្មីម្នាក់ទៀតអាលីកៀងបន្តិចព្រោះមិននឹកស្មានថាឆៃលើកយករឿងនេះមកនិយាយជាមួយនាងសោះហើយនាងក៏និយាយតបថាផែនដីនេះពិតជាមូលដល់ហើយបងនាងជាប្អូនស្រីធររបស់បងសុកសុកក៏ខ្លាចជាប្អូនស្រីជីដូនមួយរបស់អូនវិញរឿងនៅក្នុងโลกនេះពិបាកស្មានណាស់អាលីរឿងពិបាកស្មានមនុស្សវិញក៏រឹតតែពិបាកស្មានទៅទៀតបងទោះស្គាល់គ្នាយូរប៉ុណ្ណាក៏ដោយឆៃស្ងាត់មាត់មិនតបនឹងប្រយោគរបស់អាលីនោះទេព្រោះខ្លួនមិនយល់ថានាងចង់និយាយបញ្ឆិតបញ្ឈៀងពីអ្វីនោះឡើយទិដ្ឋភាពបានបង្ហាញឲ្យឃើញភូមិគ្រឹះដ៏ល្អប្រណិតមានរចនាបថបែបសម័យអាណានិគមបារាំងលម្អដោយសួនផ្កាគ្រប់ប្រភេទគុនមើលមិនចេះចិនណាយនាងក្រមុំតូចតុបតែងខ្លួនល្អស្រស់សោភាក្រងឈុតរោងពណ៌ផ្កាឈូកបួងសក់ឡើងលើអស់បង្អួតសម្រស់ល្អឥតខ្ចោះគ្មានអ្នកប្រដូចសុកសុកនាងក៏លន់មាត់នឹងវត្តមានរបស់បងស្រីថ្មីថ្មោងរបស់នាង
ឡប់មកវិញហើយមែនទេបងអាលីនាងនិយាយទាំងញញឹមស្រស់ដាក់អាលីចំណែកឲ្យបងស្រីវិញក៏តបដោយមុខស្មើធម្មតាបងមកវិញហើយពេជ្ជនីធ្វើអេះអុញហាក់បីដូចជាចង់សួរសំណួរអ្វីម្យ៉ាងទៅកាន់បងស្រីរបស់នាងតែអាលីក៏ឆ្លើយដោយមិនចាំសំណួរបបរគ្រឿងរបស់ឯងបងឆៃញ៉ាំអស់ហើយស្អែកនេះក៏ចេញពីមន្ទីរពេទ្យហើយណានិយាយរួចអាលីដើរឡើងទៅលើបាត់បន្សល់ទុកឲ្យនីនៅញញឹមរីករាយនឹងដំណឹងនេះម្នាក់ឯងទស្សនវិជ្ជានៅក្នុងភូមិគ្រឹះដ៏ប្រណិតមួយនេះបានបង្ហាញឲ្យឃើញលោកយាយម៉ាលីកំពុងអង្គុយនៅលើសាឡុងដែលក្នុងដៃលោកយាយមានកាន់សភៅអ្វីម្យ៉ាងភ្លាមនោះចៅស្រីតូចសំណប់ចិត្តក៏បានដាក់ខ្លួនអង្គុយចុះចិត្តជីដូនរបស់នាងកំពុងមើលអ្វីហ្នឹងម៉ាក់យាយលោកយាយភ្ញាក់នឹងវត្តមានរបស់នីបន្តិចគាត់ក៏ទាញរូបនៅក្នុងសៀវភៅនោះយកមកបង្ហាញនាងតូចនេះជាទស្សនាវដ្តីសម្លៀកបំពាក់ចៅរើសម៉ូតអាវប៉ាក់ហូលផាមួងនឹងរកឲ្យហើយទៅណាព្រោះជិតដល់ថ្ងៃកម្មវិធីហើយផ្ទះយើងមានកម្មវិធីអីទៅម៉ាក់យាយគឺពិធីមង្គលការរបស់បងស្រីឯងនិងចៅវរៈឆៃនោះអីនេះលឺហើយធ្លាក់ថ្លើមក្ដុបស្ទើរប្រេះបេះដូងជាពីរចំណែកដែលម្ចាស់ស្នេហ៍របស់នាងនឹងខ្លាចទៅជាបងថ្លៃរបស់នាងនាពេលឆាប់នេះនាងធ្វើជាញញឹមស្ងួតបន្លប់ទុកសោកនៅចំពោះមុខជីដូនរបស់ខ្លួននាងរេភ្នែកសម្លឹងមើលម៉ូដសម្លៀកបំពាក់ដោយចង់កិច្ចពីក្រសែភ្នែកដែលកំពុងដក់ទឹកនេត្រាតើជាតិនេះនិស្ស័យរបស់យើងទាំងពីរត្រូវបញ្ចប់ត្រឹមនេះតើមែនទេសូមប្រិយមិត្តទាំងអស់មេត្តារងចាំស្ដាប់ភាគបញ្ចប់នៅសប្តាហ៍ក្រោយសូមអរគុណ